សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកដំណើរកំសាន្តទៅខេត្តតាកែវម្ដងគឺនាំអារម្មណ៍លោកអ្នកទៅមើលទេសភាពប្រវត្តិសាស្ត្រហើយនិងធម្មជាតិដែលមាននៅភ្នំជីសូរនេះខ្ញុំថតតាមដងផ្លូវទៅកាន់ភ្នំអញ្ចឹងណាហើយយើងតន់វត្តដល់ទេមិនតែយើងថតពីទស្សនវិជ្ជាមើលទៅវាស្រស់ស្អាតអញ្ចឹងខ្ញុំក៏លួចថតបន្តិចម្ដងទៅតែជូនបងប្អូនមើលដើម្បីឲ្យពេលយើងទៅដល់ភ្នំជីសូរថាមានទស្សនវិជ្ជាស្អាតយ៉ាងណាដើម្បីតាមដានទស្សនាជាមួយខ្ញុំបាទធ្វើដំណើររបស់យើងចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង4ល្ងាចជាងចង់ទៅពីកន្លែងមិនតែយើងខកខានយើងចុះមកពីភ្នំហើយវាម៉ោង7:04ហើយអញ្ចឹងយើងដាក់ប៉ាស៊ីម៉ូតូដើម្បីឡើងភ្នំប៉ុន្តែកម្មតដាឡើងភ្នំមិនបានថតទេខ្ញុំស្រស់អាហារហើយដើម្បីខ្ញុំថតដំណើរទៅកាន់ប្រាសាទភ្នំជីសូរប៉ុន្តែយើងថតតាមពហិយកន្លែងស្រះទឹកអញ្ចឹងគឺយើងធ្វើដំណើរទៅមុខដើម្បីទៅថតមកប្លង់កន្លែងប្រាសាទភ្នំជីសូរនិងទិដ្ឋភាពថែមទៀតអ្នកទាំងអស់គ្នាខ្ញុំនាំទស្សនវិជ្ជាទៅមើលក្នុងប្រាសាទម្ដងថាវាមានសភាពនៅល្អស្អាតប៉ុណ្ណាមកប្លង់ទៅមកប្លង់នៅភ្នំជីសូរនេះគឺយើងចូលមកប្លង់នេះគឺមានទស្សនវិជ្ជានៅល្អបានច្រើនហើយមានភាពស្រស់ស្អាតគឺយើងអាចថតដើម្បីយើងទុកជាអនុស្សាវរីយ៍អញ្ចឹងណាហើយក៏ដើរទៅមុខទៀតមានបងប្អូនយើងមកទស្សនាបានច្រើនថ្ងៃហ្នឹងខ្ញុំទៅថ្ងៃអាទិត្យបងប្អូនទស្សនាមកច្រើនហោហែមានចាស់មានក្មេងអញ្ចឹងមានគេថតអ្នកខ្លះបកកែថតប្លង់បើខ្ញុំថតចុះថតឡើងគឺបានវីដេអូច្រើនជាងគឺបានថតស្លឹកអញ្ចឹងបានខ្ញុំថតធ្វើជាវីដេអូដើម្បីផុសចែកជូនបងប្អូនមើលហើយយើងក៏បានទៅខ្លោងទ្វារមុខផ្លូវប្រាសាទអញ្ចឹងណាដើម្បីមើលទស្សនវិជ្ជាviewប្លង់ពីលើភ្នំទៅនេះខ្ញុំមិនដឹងថានេះគឺជាអីទេបើបងប្អូនណាជួយខមមិនផងខ្ញុំបានតែថតចេះឆ្ងល់ដែរប៉ុន្តែអត់ដែរបានសួរចាស់ផងអានេះគឺជាមកបង្អួចប៉ុន្តែទស្សនវិជ្ជានៅខាងក្រៅគឺវាមានខ្យល់បរិសុទ្ធខ្យល់ត្រជាក់មកអត់ស្ក្តៅទេហើយយើងក៏ថតពីនឹងហើយបានខ្ញុំចុះទៅក្រោមដើម្បីខ្ញុំថតទស្សនវិជ្ជាទេសភាពឲ្យបងប្អូនមើលបន្ថែមទៀតថាទស្សនវិជ្ជានៅភ្នំជីសូរនេះស្រស់ស្អាតមួយកម្រិតនៅជាប់ទេសភាពពីលើភ្នំគឺបើយើងមើលពីលើភ្នំគឺយើងមើលឃើញទីក្រុងភ្នំពេញនិងពលានយន្តហោះថ្មីនៅខេត្តកណ្ដាលប៉ុន្តែបើអ្នកចង់មើលច្បាស់គឺយើងអាចពង្រីកស៊ូមទូរស័ព្ទយើងឃើញច្បាស់ជាងនឹងភ្នែកទទេណានេះគឺជាទស្សនវិជ្ជាដែលខ្ញុំបានថតពីលើភ្នំហើយមានអារម្មណ៍ថាវាខ្យល់បរិសុទ្ធជះមកពីលើផ្ទៃមុខត្រជាក់បន្ទាប់ពីប្លង់នឹងហើយបានខ្ញុំប្លង់មួយដែលខ្ញុំហ៊ានចុះទៅផ្លូវខ្លោងវាលប្រាសាទគឺចុះទៅដើម្បីចុះទៅចង់ដឹងថាមកខ្លោងវាលប្រាសាទហ្នឹងគឺគេធ្វើផ្លូវទៅត្រង់នេះគឺជាផ្លូវវាលប្រាសាទដែលខ្ញុំស៊ូមមិញហ្នឹងគឺវាមានអារម្មណ៍ថាយើងចុះទៅម្នាក់ឯងគឺយើងអត់ខ្លាចទេប៉ុន្តែយើងមានអារម្មណ៍ថាអូវាប្លែកហើយទស្សនវិជ្ជាដែលខ្ញុំចុះទៅហ្នឹងគឺហត់ហើយឡើងមកវិញហត់ងំតាបុព្វបុរសយើងជូនថ្មមួយដើម្បីធ្វើប្រាសាទ
đừng hạt chẳng nào bàn tay không có tà láng đại tê vô khuôn tà tê nâng khô láng chọc láng hạt này nhưng xong có thật xa bộ vẽ bởi đó không ai nhớ đại bàn pro sang bà giác tụi ai con trai chẳng nón cái rồi mang tụi sẵn à mời chẳng cứ cái lại miền chán xa miền chạp bay hay miền cái lại cái thọt chỉ xe thọt bàn tay nhưng số mơ ở play chờ cái lại miền mềm bảo cái thọt miền tận nắng miền thọt mềm bảo toàn làm chẳng hay nên chỉ xe ní chia sẻ ở đại y có thà chi thọt tới có cái play tầm lại bị quan rồi chẳng á hai cô nhom cho làm vật sản với hai cô xuống cho bị lừa từ phim mà đầu tiên mẹ làm thà dương xuống biên tôn chất vì từ phim bị lừa vật sản năng hai ní chập đàm cho từ cứ cho tới nhom xong đã video là bươn lươn thích cứ nhọn bàn vòi từ năng tế cứ vì cho bà đá hot bà đà chẳng hết á cho màu long phiên ní cứ mình ai nhung lư tha cái trong cho đai mình tay khi mẹ rắm tha cái cho mình tay nhung màu trong đừng khơi plei ní cái cho màu sẽ ai miên sắc này chân bà dương cho màu này ai cứ gọt lại tây mi có ta hot mình tí chân hay lang tây vinh của ta họ mình tay dương cho màu dương mẹ rắm tha dương tụi bạn ở tụi tập hiệp mũi tham mày tiệt đại dương đăng tha plei từ một vật sát cứ miên plei từ tròn mũi tiết đam bay song sai thà plei vật sát ấy cứ cái bọc từ vật sát mũi tiết mình tay mình đăng sát ấy từ một tiết chẳng hết mình tay plong vật sát nơi một plong phiên ấy cứ bảo nơi từ nơi mình bạ bái cứ